បាទសូមគោរពនឹងជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃដែលខ្ញុំបាទធ្វើវីដេអូបង្ហាញបងប្អូនហ្នឹងពីរបៀបចូលទៅឆែកមើលលេខកូដសម្ងាត់បាទ Facebook បងប្អូនប្រើ account Facebook យូរខែយូរឆ្នាំទៅបាទផ្លេចលេខកូដសម្ងាត់បាទ Facebook មិនដឹងថាបងប្អូនបានបង្កើតហ្នឹងដាក់លេខកូដសម្ងាត់ជាអីទេអត់មានអីពិបាកទេបងប្អូនណាបងប្អូនគ្រាន់តែមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់ទៅបងប្អូននឹងចេះចូលទៅឆែកមើលលេខកូដសម្ងាត់បាទ Facebook របស់ខ្លួនឯងហើយខ្ញុំសូមធ្វើការបបាយកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតទៅលើស្ដាប់ដៃតែម្ដងបាទឧទាហរណ៍ដូចថា account Facebook របស់ខ្ញុំមួយនេះបាទ Facebook មួយហ្នឹងណាបាទគឺចូលមកឆែកមើលលេខកូដសម្ងាត់គឺអត់ឃើញទេពេលបងប្អូនចូលមកក្នុងបាទ Facebook គឺឃើញតែ Gmail ទេបើសិនជាបងប្អូនចង់ដឹងថាលេខកូដសម្ងាត់ Facebook មួយហ្នឹងបងប្អូនចូលមកក្នុងបាទ Gmail ឬក៏បាទ Play Store ឥឡូវសូមធ្វើការបាទចូលមកក្នុង Gmail ចុះរួចហើយបងប្អូនចុចពីលើ profile មកបាទបើសិនជាបងប្អូនមានតែបាទ account Gmail មួយច្បាស់ណាវាបង្ហាញតែមួយទេប៉ុន្តែដោយសារតែខ្ញុំមាន Gmail ច្រើនអញ្ចឹងវាបង្ហាញច្រើនណាបាទបងប្អូនចូលមកដល់ចំណុចហ្នឹងបងប្អូនគ្រាន់តែចុចពាក្យថាបាទគ្រប់គ្រងគណនី Google របស់អ្នកចុចពីលើហ្នឹងមកបាទរួចហើយបងប្អូនធ្វើការបាទ scroll មកក្រោមបន្តិចមកបងប្អូនរកមើលនិមិត្តសញ្ញាបាទកូនសោនេះឬក៏មេសោហ្នឹងណាភាសាខ្មែរគេដាក់ថាបាទសុវត្ថិភាពនិងការបាទចូលគណនីហើយអក្សរតូចៗខាងក្រោមទៀតណាបាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចពីលើហ្នឹងមកបាទពេលបងប្អូនចូលមកបងប្អូនធ្វើការ scroll មកក្រោមមកបាទ scroll មកទៀតបងប្អូនណាបាទ scroll ទៀតមកហើយបងប្អូននឹងឃើញនេះបាទ Gmail មួយហ្នឹងបង្កើតអីខ្លះមានបាទ Facebook ហើយនឹងបាទ Samsung account បាទ TikTok អីចឹងណារួចហើយបងប្អូនធ្វើការ scroll មកក្រោមទៀតមកបងប្អូនរកមើលបាទដូចជាកូនសោនេះហើយគេដាក់ថាបាទកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់បាទអ្នកបានរក្សាទុកពាក្យសម្ងាត់បាទ2នៅក្នុងគណនីបាទ Google របស់អ្នកបាទអញ្ចឹងបងប្អូនអានមើលទៅណាបាទរួចហើយបងប្អូនធ្វើការបាទចុចទៅលើហ្នឹងមកបាទអញ្ចឹងរក្សាទុកមានអីបាទមានបាទដូចជា Google ហើយនិង Facebook អញ្ចឹងបងប្អូនចង់ដឹងថាលេខកូដសម្ងាត់ Facebook បងប្អូនចុចពីលើ Facebook ហ្នឹងមកបាទចូលមកដល់ចំណុចនេះតម្រូវឲ្យបងប្អូនហ្នឹងធ្វើការបើកបាទសោសម្ងាត់នៅលើទូរស័ព្ទដៃណាបាទនេះដោយសារខ្ញុំបានធ្វើការបើករួចរាល់ហើយនេះសោសម្ងាត់แบบហ្នឹងណាបាទពេលអូសមកគឺមានសោសម្ងាត់แบบហ្នឹងមកដល់ចំណុចនេះបងប្អូនធ្វើការ scan យ៉ាងដៃឬមួយដោះលេខកូដមកណាបាទតែប៉ុណ្្នឹងទៅរួចហើយបងប្អូនធ្វើការចុចលើហ្នឹងមកដល់ចំណុចនេះបើសិនជាបងប្អូនបាទបើកមួយ scan យ៉ាងដៃបងប្អូនមិនបាច់ចូលលេខកូដទេណាបាទប៉ុន្តែបើសិនជាបងប្អូនអត់មាន scan យ៉ាងដៃទេបងប្អូនធ្វើការបញ្ចូលលេខកូដសម្ងាត់បាទរបស់បងប្អូនមកណាបាទអញ្ចឹងលេខកូដសម្ងាត់វិញគឺ9ទាំងអស់បាទតែប៉ុណ្្នឹងទៅបងប្អូននេះបាទនឹងឃើញហើយនេះ Facebook អញ្ចឹងណាបាទអញ្ចឹងនៅលើហ្នឹងគឺមានបាទ Gmail ហើយនឹងបាទលេខកូដសម្ងាត់បាទបងប្អូនគ្រាន់តែបាទចុចនិមិត្តសញ្ញាភ្នែកហ្នឹងមកនឹងបង្ហាញហើយលើខ្ញុំធ្វើការចុចបង្ហាញបងប្អូនបន្តិចណាបាទនេះលេខកូដសម្ងាត់របស់ខ្ញុំបាទបង្ហាញពេញអត់ពេញទេបងប្អូនណាឃើញតែលេខ1ទាំងអស់ទេប៉ុន្តែបើសិនជាបងប្អូនបាទបើកខ្លួនឯងបងប្អូនធ្វើការបោះកត់ទុកទៅណាបាទលេខកូដសម្ងាត់គឺលេខកូដសម្ងាត់ខ្ញុំគឺមាន8ខ្ទង់បាទអញ្ចឹងខ្ញុំធ្វើការបើករួចរាល់ហើយខ្ញុំធ្វើការបិទវិញបាទអញ្ចឹងគឺងាយស្រួលទេបងប្អូនអត់មានអីពិបាកទេបងប្អូនណាបាទហើយវីដេអូរបស់ខ្ញុំក៏ជាមកដល់ទីបញ្ចប់ហើយមុននឹងឃើញបងប្អូនទៅបាទក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានលើសលុះខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទបាយបាយ